សូមជំរាបសួរសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី Orada Health Podcast ដែលថ្ងៃនេះផងដែរយើងនឹងពិភាក្សាពីបញ្ហាដែលស្ត្រីមិនគួរមើលរំលងអញ្ចឹងកុំឲ្យខាត់ពេលយូរសូមជួបនឹងវិជ្ជបណ្ឌិតរបស់យើងទាំងអស់គ្នាជំរាបសួរនាងខ្ញុំនុកសុដារាជាវិជ្ជបណ្ឌិតឯកទេសខាងផ្នែកសម្ភពរោគស្ត្រីបម្រើការងារនៅមន្ទីរពេទ្យអន្តរជាតិអរិនដាចាជំរាបសួរអ្នកគ្រូសុខសប្បាយជាទេចាសុខសប្បាយចុះ Kelly វិញខ្ញុំក៏សុខសប្បាយដែរអ្នកគ្រូចុះផ្នែកជំងឺអីឥឡូវមានជំងឺច្រើនដែរអ្នកគ្រូចាតើតើនឹងជំងឺគឺថាសបោតើតើនឹងរោគស្ត្រីច្រើនមែនតើណាចាអ្នកគ្រូឥឡូវនេះយើងឃើញថាស្ត្រីគាត់មានការព្រួយបារម្ភទៅលើបញ្ហាជាច្រើនដែលគាត់អត់ដឹងថាខ្លួនឯងអាចនឹងកើតមានណាចឹងអ្នកគ្រូអាចនិយាយបានទេថាមានបញ្ហារោគស្ត្រីអ្វីខ្លះដែលយើងមិនគួរមើលរំលងតែតើនឹងរោគស្ត្រីដែលស្ត្រីមិនគួរមើលរំលងនោះគឺពាក់ព័ន្ធនឹងការធ្លាក់សចាពីព្រោះថាជាទូទៅស្ត្រីរបស់យើងការធ្លាក់សហ្នឹងគឺមានពីរប្រភេទចឹងណាតែការធ្លាក់សពីរប្រភេទហ្នឹងមានអ្វីខ្លះការធ្លាក់សមានពីរប្រភេទហ្នឹងគឺទី1គឺការធ្លាក់សតាមបែបធម្មជាតិរបស់ស្ត្រីយើងដែលស្ត្រីយើងទូទៅគាត់តែងតែមានចាហើយហ្នឹងគឺធ្លាក់សនៅពេលដែលពាក់កណ្ដាលនៃវដ្តរដូវរបស់គាត់គឺក្នុងប្រឡោះពេលដែលពាក់កណ្ដាលរដូវហ្នឹងគឺគាត់មានការធ្លាក់នៅពងញីចាអញ្ចឹងគឺគាត់មានការធ្លាក់សរំអិលថ្លាដូចជាសុទ្ធសងហើយសុទ្ធមាន់ឬសុទ្ធទាអញ្ចឹងណាចាចំណែកឯទី2គឺការធ្លាក់សដោយជំងឺចាដែលជំងឺហ្នឹងភាគច្រើនគឺកើតឡើងដោយសារការបង្ករោគចាគ្រូតើមានកម្មកររោគអ្វីខ្លះដែលធ្វើឲ្យធ្លាក់សបែបជំងឺចឹងអ្នកគ្រូពាក់ព័ន្ធនឹងការបង្ករោគដែលបង្កឲ្យមានការធ្លាក់សហ្នឹងណាគឺទី1ដោយសារបាក់តេរីទី2ដោយសារផ្សិតនិងទី3គឺដោយសារពពួកប៉ារ៉ាស៊ីតផ្សេងចាហើយនៅពេលដែលដោយមូលហេតុផ្សេងគ្នាក៏បណ្ដាលឲ្យមានការធ្លាក់សជាទម្រង់សន្តានខុសគ្នាដែរដូចគ្នាឧទាហរណ៍ដូចជាការធ្លាក់សដោយសារពពួកបាក់តេរីគឺគាត់អាចមានធ្លាក់សដោយពណ៌គាត់ពណ៌សរបស់គាត់នេះគឺពណ៌លឿងឬក៏ពណ៌បៃតងផ្សេងឬអាចទៅជាប្រផេះឬក៏ពណ៌ហិងសូកូឡាព្រឿងហ្នឹងក៏មានដែរចាហើយពាក់ព័ន្ធនឹងការធ្លាក់ដោយសារផ្សិតគឺថាជាទូទៅអាចនឹងពណ៌សហើយស្អិតជាលក្ខណៈដូចឈីសអញ្ចឹងណាចាហើយស្ត្រីគឺគាត់អាចមានអាការៈគឺលមាស់នៅទ្វារនេះរបស់គាត់ថែមអមជាមួយនឹងការធ្លាក់សចាហើយសម្រាប់ពពួកប៉ារ៉ាស៊ីតវិញភាគច្រើនគឺកើតឡើងដោយសារការឆ្លងនៅប៉ារ៉ាស៊ីតឈ្មោះ Trichomonas ដែលធ្វើឲ្យសរបស់គាត់មានសន្តានរាងរាវមានដៃពពុះហើយមានក្លិនរាងឆ្អាបអញ្ចឹងណាចា៎អ្នកគ្រូបើសិនជាធ្លាក់សបែបធម្មជាតិមានក្លិនអត់ជាទូទៅការធ្លាក់សតាមបែបធម្មជាតិអត់មានក្លិនទេសហ្នឹងគឺថ្លាសន្តានរាវចាអត់ស្អិតអត់អីខ្លាំងពេកទេហើយក៏អត់មានក្លិនដែរហើយបើសិនជាក្លិនវាឆ្អាបតិចមិនជាស្អុយឬក៏អីទេណាចាចឹងបើសិនជាបើសិនជាគាត់ធ្លាក់សហើយមានរមាស់បានន័យថាគាត់មានបញ្ហាធ្ងន់ធ្ងរអត់គ្រូតើតើនឹងការធ្លាក់សហើយមានថែមរមាស់ទៀតគាត់គួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញគ្រូពេទ្យខាងផ្នែកសម្ភពរោគស្ត្រីដើម្បីធ្វើការត្រួតពិនិត្យសម្រាប់គាត់អញ្ចឹងណាចាគឺមានការដាក់នៅចំពោះទាឬក៏ឧបករណ៍សម្រាប់បើកមើលខាងក្នុងថាតើសរបស់គាត់នឹងមានទម្រង់សន្តានបែបណាហើយនៅប្រដាប់ភេទរបស់គាត់នឹងមានការប្រែប្រួលរលាកក្រហមឬក៏បែបណាទៀតអញ្ចឹងណាហើយថែមពីលើនឹងទៀតគឺយើងអាចយកសំណាក់សនៅទ្វារមាសរបស់គាត់នឹងយកទៅបណ្ដុះមើលមេរោគតើនៅក្នុងសហ្នឹងមានជាប្រភេទមេរោគឬក៏បាក់តេរីអីដើម្បីយើងព្យាបាលឲ្យចំគោលដែរចាអ្នកគ្រូចុះមានហេតុអីដែលអាចនាំឲ្យគាត់ឆ្លងមេរោគទាំងអស់ហ្នឹងអ្នកគ្រូតើតើនឹងការបង្ករោគនេះចាគឺសំខាន់មែនទែនទី1គឺពាក់ព័ន្ធនឹងការដែលមានការដៃគូគឺការរួមភេទណាអញ្ចឹងគឺមានកត្តានាំពីខាងក្រៅចូលទៅខាងក្នុងទី2គឺពាក់ព័ន្ធនឹងកត្តាអនាម័យគឺថាការលាងសម្អាតអត់បានស្អាតគ្រប់គ្រាន់ដែលថាសម្អាតឲ្យបានស្អាតគ្រប់គ្រាន់នឹងបែបម៉េចអ្នកខ្លះគាត់ថាគាត់មានការលាងសម្អាតហើយស្អាតហើយគាត់ប្រយ័ត្នមែនទែនតែហេតុអីបានគាត់នៅតែរលាកចាគឺដោយសារតែការដែលគាត់អាចនឹងអស់លាងប្រភេទរបស់គាត់ហ្នឹងការលាងហ្នឹងគឺអស់ពីខាងក្រៅទៅខាងមុខដែលគាត់អាចនាំយកបាក់តេរីឬក៏មេរោគពីរុនលីមូអស់មកខាងទ្វារនេះរបស់គាត់ដែលអាចបង្កឲ្យមានការបង្ករោគក៏មានអ្នកមួយចំនួនទៀតគឺគាត់បាញ់ឆូចលាងហើយសើមដែលគាត់អាចបានជូតឲ្យស្ងួតទេជាមូលហេតុដែលងាយនឹងមានការកើតផ្សិត
ចាអ្នកគ្រូចុះ ចា ការឆ្លងមេរោគហ្នឹងអាចជាសែនដែរអូនអ្នកគ្រូ អូតើតើនឹងការឆ្លងមេរោគអត់បណ្ដាលមកពីសែនទេប៉ុន្តែមកពីកត្តាខាងក្រៅទៅជាមួយតែបើសម្រាប់កត្តាខាងក្នុងគឺអាចអូមទៅជាមួយដោយសារតែគាត់មានបញ្ហាប្រព័ន្ធភាពស៊ាំរាងកាយរបស់គាត់ហ្នឹងថយចុះ ចា ដែលជាទូទៅកើតឡើងទៅលើអ្នកដែលគាត់មានជំងឺប្រចាំកាយឬក៏មានជំងឺឆ្លងផ្សេងៗដែលដូចជាជំងឺអេដជំងឺស្វាយអីចឹងទៅគឺគាត់មានការធ្លាក់សហ្នឹងខ្លាំងជាងគេធម្មតាគឺគាត់មានឱកាសប្រឈមនឹងជំងឺផ្សេងៗជាងគេធម្មតាចា ចាអ្នកគ្រូចុងបើសិនជាគាត់សង្កេតឃើញថាគាត់មានការធ្លាក់សហើយរមាស់ហើយធំក្លិនអាចនឹងជាបញ្ហាអញ្ចឹងគាត់គួរតែធ្វើមិនទៅអ្នកគ្រូ ចាតើតើនឹងការដែលគាត់មានការធ្លាក់សរមាស់ធំក្លិនអីហ្នឹងគឺថាគាត់គួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីឲ្យគ្រូពេទ្យពិនិត្យវិទ្យាល័យជូនគាត់ជៀសវាងការដែលគាត់ទៅទិញថ្នាំនៅតាមឱសថស្ថានដោយការប្រើផ្ដេសផ្ដាស់ជៀសវាងមានការសំគេហៅថាស៊ាំជាមួយនឹងថ្នាំធ្វើឲ្យការព្យាបាលរបស់គាត់ហ្នឹងអត់មានប្រសិទ្ធភាពទៀតទេអញ្ចឹងណាចាអញ្ចឹងណាមួយទៀតត្រូវការវិយតម្លៃដោយខាងគ្រូពេទ្យឯកទេសនិងគ្រូពេទ្យជំនាញដើម្បីធ្វើការវិនិច្ឆ័យថាតើគាត់មានជំងឺអីដោយសារកត្តាអីនិងទទួលការព្យាបាលឲ្យចំមូលហេតុរបស់គាត់ ចាអ្នកគ្រូ បើសិនបើករណីដែលគាត់មិនអាចគាត់មិនទាន់ព្យាបាលបានត្រឹមត្រូវទេអាចនឹងមានផលរំខានទៅថ្ងៃក្រោយរបស់គាត់ទៀតចា ចាអ្នកគ្រូចុះបើគាត់ឃើញអញ្ចឹងហើយគាត់មុននឹងគាត់ទៅជួបពេទ្យតើគាត់មិនគួរធ្វើអ្វីខ្លះទៅលើខ្លួនគាត់ តើតើនឹងការដែលមិនគួរធ្វើអីហ្នឹងគឺថាហាមទី1គឺការលុបលាងចូលទៅខាងក្នុងដែលជាហេតុនាំឲ្យនាំយកនៅបាក់តេរីដែលល្អពីក្នុងទ្វារមាសរបស់គាត់ហ្នឹងចេញមកជាឱកាសដែលធ្វើឲ្យបាក់តេរីដែលមិនល្អពីខាងក្រៅហ្នឹងងាយនឹងវាលុបចូលទៅខាងក្នុងគឺងាយនឹងមានការករោគខ្លាំងជាងធម្មតាចាគឺគាត់គួរតែទៅជួបជាមួយនឹងគ្រូពេទ្យ ចឹងអ្នកគ្រូសុំទាញមកត្រង់មេរោគបង្កដូចជាផ្សិតចឹងណាទៅពេលដែលឮផ្សិតចឹងអ្នកទស្សនាអាចក៏ស្ងល់ថាផ្សិតមិនទៅនៅក្នុងតំបន់ខាងក្រោមនឹង ចាពាក់ព័ន្ធនឹងការធ្លាក់សដែលបណ្ដាលមកពីផ្សិតគេថាមិនមែនដូចជាផ្សិតដែលយើងឆាពងមាន់ពងទានឹងទេណាគឺអត់មែនទេគឺផ្សិតហ្នឹងគឺមានសន្តាននៅតែជាសរបស់យើងធម្មតាដដែលប៉ុន្តែទម្រង់របស់វាគឺខាប់ស្តៀងទៅនឹងកំណកទឹកដោះគោចាហើយអាចនឹងធ្វើឲ្យគាត់នឹងលំមាស់ខ្លាំងធ្វើឲ្យទ្វារមាសរបស់គាត់នឹងក្រហមជាងធម្មតាចាហើយពេលដែលគេយកសំណាក់សហ្នឹងទៅឆ្លុះមើលដោយមីក្រូទស្សន៍គឺថាឃើញទម្រង់ជាប្រភេទផ្សិតដែលជាទូទៅយើងភាគច្រើនជួបគឺឈ្មោះថាប្រភេទផ្សិតកង់ឌីដា ចាអ្នកគ្រូចាចឹងអ្នកគ្រូនៅពេលដែលអ្នកគ្រូនៅមន្ទីរពេទ្យអ្នកគ្រូបានជួបជាមួយនឹងអ្នកជំងឺដែលគាត់មានបញ្ហាផ្សិតឬក៏បញ្ហាធ្លាក់សមិនល្អហ្នឹងហើយគាត់អៀនខ្មាស់អត់ហ៊ានមកព្យាបាលរហូតដល់គាត់មានបញ្ហានឹងធំអត់បាន ចាគឺថាជួបច្រើនដែលគាត់ខ្មាស់អៀនក្នុងការដែលអញ្ជើញមកពិនិត្យអញ្ចឹងណាចាអញ្ចឹងហើយនៅពេលដែលការពិនិត្យនឹងមើលការបង្ករោគវាអាស្រ័យទៅលើមូលហេតុរបស់គាត់ទៅតាមស្ថានភាពជាក់ស្ដែងហើយនៅពេលដែលគាត់ក្រឬក៏យឺតក្នុងពេលដែលគាត់មកព្យាបាលគឺវាអាចវិវត្តឲ្យទៅជាការរលាកលអាងតាគៀកចារលាកដៃស្បូនទាំងសងខាងស្អិតដៃស្បូនដែលអាចឈានទៅដល់ការដែលពិបាកមានកូនចា ចាចឹងខ្ញុំឮថាលលាកអាងតាគៀកហ្នឹងអាហ្នឹងមិនទៅអ្នកគ្រូ ការរលាកឡើងតាគៀកហ្នឹងគឺជាការបង្ករោគដោយបាក់តេរីឬក៏ផ្សិតចាដែលឆ្លងពីខាងក្រៅចូលទៅខាងក្នុងហើយរាលដាលចូលទៅផ្នែកពាក់ព័ន្ធនោះគឺបំពង់ដៃស្បូនហើយនិងដៃស្បូនរបស់ស្ត្រីចាដែលបង្កឲ្យគាត់មានអាការៈជាប់អួរនៅលើថ្ងាសវាមានរបស់គាត់ហ្នឹងចាក៏ដូចជាមានអាការៈក្តៅខ្លួនស្ទិញចាហើយផលរំខានអ្វីដែលយើងខ្លាចបំផុតនោះគឺពាក់ព័ន្ធនឹងការរលាកស្អិតដៃស្បូនរបស់គាត់ស្ទះដៃស្បូនធ្វើឲ្យគាត់ពិបាកមានកូនហើយក៏ក្នុងករណីរលាកមួយចំនួនគឺនៅពេលដែលគាត់មានផ្ទៃពោះគឺអាចវិវត្តទៅជាកូនក្រៅស្បូនមានន័យថាកូនរបស់គាត់ហ្នឹងគឺអត់អាចអង្គុយមកនៅខាងក្នុងស្បូនបាននេះដោយសារកត្តាដៃស្បូនហ្នឹងធ្វើឲ្យកូននឹងទីតាំងនៅខាងក្រៅ ចាអ្នកគ្រូគិតទៅអត់ដែរគិតថាការធ្លាក់សហ្នឹងអាចធ្វើឲ្យមានផលវិបាកធំអញ្ចឹង ចាចឹងហើយទើបស្ត្រីមិនគួរមើលរំលងទេគួរតែអញ្ជើញត្រឡប់មកជួបជាមួយនឹងគ្រូពេទ្យក្នុងករណីដែលមានការធ្លាក់សរមាស់ឬក៏មានក្លិនមិនប្រក្រតីណាមួយដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងធ្វើរោគវិនិច្ឆ័យជូនចា៎ ចឹងបើសិនជាគាត់ឈានទៅដល់ដំណាក់កាលហ្នឹងហើយតើមានវិធីព្យាបាលអីអអ្នកគ្រូ វិធីព្យាបាលគឺវាអាស្រ័យទៅលើមូលហេតុតើគាត់ធ្លាក់សហ្នឹងបណ្ដាលមកពីអីមេរោគអីចាហើយយើងព្យាបាលទៅតាមប្រភេទនីមួយៗបើសិនជាករណីដែលគាត់រលាកដោយសារផ្សិតអញ្ចឹងយើងព្យាបាលដោយការប្រើប្រាស់ថ្នាំ
ផ្សិតព្យាបាលផ្សិតចំណែកឲ្យដោយបាក់តេរីយើងនឹងព្យាបាលដោយប្រភេទថ្នាំផ្សះដើម្បីព្យាបាលបាក់តេរីទៅតាមប្រភេទនីមួយៗចា៎ ចាអ្នកគ្រូចុះបើសិនជាថាគាត់ឈានដល់ដំណាក់កាលរលាកឯងទៅគៀកអីចឹងណាតើគាត់អាចព្យាបាលបែបណាវិញគ្រូ ជាជំហានដំបូងបើសិនជាគាត់មានបញ្ហារលាកអានទឹកគៀកយើងត្រូវធ្វើការព្យាបាលដោយប្រភេទថ្នាំសាសចាដើម្បីព្យាបាលហើយបើក្នុងករណីដែលមានការសង្ស័យថាគាត់អាចនឹងមានបញ្ហាស្អិតឬក៏ស្ទះបំពង់ដៃស្បូនរបស់គាត់ចាដែលជាមូលហេតុធ្វើឲ្យគាត់ពិបាកមានកូនឬក៏គាត់ចង់បានបុត្រច្រើនឆ្នាំហើយមិនមានគឺឈានទៅដល់ការធ្វើការឆ្លុះស្បូនចាដែលគេហៅពាក្យបច្ចេកទេសថា laparoscopy ដើម្បីចូលទៅក្នុងពោះពីតឡៃទៅលើបំពង់ដៃស្បូនទាំងសងខាងក៏ដូចជាអាការៈនៃការរលាកអាងទឹកគៀករបស់គាត់ ចាអ្នកគ្រូខ្ញុំលើកពាក្យ laparoscopy អ្នកគ្រូអាចបញ្យល់ឲ្យងាយស្រួលស្ដាប់តិចអ្នកគ្រូថាគេធ្វើបែបម៉េចចឹងទៅនឹងការធ្វើ laparoscopic ឬក៏ laparoscopy ហ្នឹងគឺជាបច្ចេកទេសវះកាត់យ៉ាងដែលយើងដាក់ឧបករណ៍ចោះទៅក្នុងពោះយើងចាយើងមានប្រឡោះចោះទៅក្នុងពោះយើងអាចនឹង2ទៅ3ចំណុចចូលទៅដោយមានកាមេរ៉ាភ្ជាប់ទៅជាមួយហើយយើងមើលជាមួយនឹងផ្ទាំងអេក្រង់ដូចពីទូអញ្ចឹងណាចាដើម្បីមើលវីតឡៃតាក់ទងនឹងលអាងតាគៀកខាងក្នុងខាងសរីរាង្គខាងក្នុងពោះនៅតំបន់លអាងតាគៀកហ្នឹងចាហើយក៏អាចក្នុងការដែលវះកាត់កែខៃបំពង់ដៃស្បូនឬក៏ក្នុងករណីដែលយើងព្យាបាលពាក់ព័ន្ធនឹងការដែលគេហៅថាកូនក្រៅស្បូនអ្នកគ្រូខ្ញុំក៏ធ្លាប់ឮដែរថាគេមានការវះកាត់ចោះផងវះកាត់បើកផងតើ laparoscopy ហ្នឹងវះកាត់មួយណាដែរការវះកាត់បើកគឺគេវះកាត់ដូចជាទូទៅបច្ចេកទេសពីបុរាណរបស់យើងមកអញ្ចឹងណាចារីឯការវះកាត់ចោះដែលពាក្យបច្ចេកទេសយើងហៅថា laparoscopy ហ្នឹងណាចាអញ្ចឹងការដែលវះកាត់ចោះគឺវាទំនើបជាងនៅសម័យកាលបច្ចុប្បន្ននេះអញ្ចឹងណាចុះនៅមន្ទីរពេទ្យយើងមានការវះកាត់ចោះនឹងដែរអ្នកគ្រូចាកេលីនៅមន្ទីរពេទ្យយើងគឺមានការវះកាត់ចោះដែលគេហៅ laparoscopy ហ្នឹងណាចាដោយជាបច្ចេកវិទ្យាចុងក្រោយចាក្នុងការដែលព្យាបាលដោយគេហៅថាផលរំខានតិចជាងមុនចាមុខរបួសក៏តូចជាងមុនការចំណាយពេលសម្រាប់ពេទ្យក៏តិចជាងមុនដែរចាជាហេតុដែលងាយស្រួលក្នុងការដែលប្រជាជនយើងទទួលយកការព្យាបាលព្រោះថាម្នាក់គឺ concern ឬក៏បារម្ភតាក់ទងនឹងស្នាមពេហាមានអត់ចាអញ្ចឹង laparoscopy គឺអាចជួយបានគ្រូរយៈពេលវាយូរប៉ុណ្ណាដែរដោយសារតែខ្ញុំឮធម្មតាបើសិនជាយើងវះយើងត្រូវនៅពេទ្យយូរអញ្ចឹងណាអ្នកគ្រូចាតើទៅនឹងការវះកាត់ចោះហ្នឹងគឺចំណាយពេលខ្លីជាងការវះកាត់បើកវះកាត់ចោះចំណាយពេលត្រឹម2ទៅ3ថ្ងៃនៃការសម្រាកពេទ្យទេហើយរបួសនឹងឆាប់ជាដោយសារតែមុខរបួសហ្នឹងគឺទូប៉ិនកូនដៃយើងនឹងដែរទេចាតែ2ទៅ3ចំណុចទេអញ្ចឹងហើយរបួសឆាប់ជាងធម្មតាបើសិនជាការវះកាត់បើកវិញគឺអាចទុំប្របែកនេះเนาะចាអញ្ចឹងរយៈពេលនៃការគេងពេទ្យក៏ដូចជាការតាមដានហើយនឹងមុខរបួសជាសះស្បើមហ្នឹងចំណាយពេលយូរជាងការវះកាត់ចោះចឹងទោះជាយើងវះកាត់ចោះក៏ដោយក៏យើងអត់សូវមានស្នាមអត់សូវមានអីដែរចឹងអ្នកគ្រូក្រៅពីការរលាកអាងទឹកគៀកហ្នឹងយើងអាចប្រើ laparoscopy ហ្នឹងទៅលើបញ្ហាអីគេផ្សេងដែរយើងអាចប្រើ laparoscopy ក្នុងការព្យាបាលទី1គឺការវះកាត់រលាកខ្នែងពោះវៀនចាទី2គឺកូនក្រៅស្បូនក៏យើងអាចធ្វើបានដែរតាមរយៈការវះកាត់ចោះចាការវះកាត់ដុំសាច់ស្បូនចាការវះកាត់ស្បូនទាំងស្រុងតាមរយៈ laparoscopy ក៏អាចធ្វើបានដែរចានឹងការចូលទៅក្នុងពោះដើម្បីវាតឡៃទៅលើសរីរាង្គផ្សេងពីព្រោះថាវាមុខរបួសទូចងាយស្រួលហើយដោយគ្រាន់តែការដែលនាំកាមេរ៉ាចូលទៅខាងក្នុងឆ្លុះមើលចាអញ្ចឹងការវះកាត់នេះមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ស្ត្រីទេសម្រាប់បុរសក៏មានអត្ថប្រយោជន៍ដែរវះកាត់ទាំងបានទាំងអស់វះកាត់ខ្នែងពោះវៀនគឺអាចធ្វើបានអញ្ចឹងបុរសស្ត្រីក៏បានដូចគ្នាជាចុងក្រោយអ្នកគ្រូមានពេចអីអត់ផ្ដាំទៅលើស្ត្រីដែលគាត់ឧស្សាហ៍មើលរំលងបញ្ហាសុខភាពស្ត្រីអ្នកគ្រូជាចុងក្រោយក្នុងនាមខ្ញុំជាវិជ្ជបណ្ឌិតឯកទេសសម្ភពលោកស្ត្រីសូមផ្ដាំទៅបងប្អូនស្ត្រីគ្រប់រូបនៅពេលដែលមានបញ្ហាតាក់ទងនឹងការធ្លាក់សគឺមិនគួរមើលរំលងទៅលើបញ្ហានេះគិតថាជាបញ្ហាតូចតាចទេគួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញដើម្បីធ្វើការប្រឹក្សាក៏ដូចជាការពិនិត្យធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលជៀសវាងមានការបង្កទៅជាផលរំខានធ្ងន់ធ្ងរទៅថ្ងៃក្រោយចាអរគុណសូមអរគុណ